ណែเนาะគ្នាមានដែរដឹងអត់ថា Mobile Legends ណាគឺធ្លាប់សហការគ្នាជាមួយនឹងក្រុមហ៊ុនទូរស័ព្ទមួយចំនួននិយាយពីថាគឺខ្ញុំមកដែរចាប់អារម្មណ៍ហ្មងណាเนาะគ្នាថា Mobile Legends ណាគឺមានការសហការគ្នាជាមួយនឹងក្រុមហ៊ុនទូរស័ព្ទមែនព្រោះតែថាដែរចាប់អារម្មណ៍ណាគ្នាតតែបានឃើញអីច្រើននិយាយពីថាដំបូងគឺខ្ញុំមកចង់ជឿទេតតែមានផុសតាងអីច្រើនហ្នឹងណាអញ្ចឹងបើសិនជាអ្នកគ្នាអត់តន់ដឹងដូចខ្ញុំទេអ្នកគ្នាអាចមើលវីដេអូនេះបានអីច្រើនណាអ្នកគ្នាហើយចំពោះទី1ណា Mobile Legends ណាគឺធ្លាប់ collab គ្នាជាមួយនឹងទូរស័ព្ទ Honor ការហ្នឹងគឺគេបានចេញ skin ឲ្យមីយ៉ាមួយអីច្រើនណាអ្នកគ្នានិយាយពីថាគេដាក់ផ្លាក់នៅក្នុងអាធំមកអ្នកគ្នាគេដាក់ Honor for the bread អីច្រើនណាអ្នកគ្នា Honor សម្រាប់អ្នកក្លាហានគេថាគឺ wow sick មកអ្នកគ្នា skin នេះចេញយូរដែរហើយចំពោះការ collab ហ្នឹងមិនដឹងថាឆ្នាំណាទេអ្នកគ្នាយូរដែរហើយខ្ញុំលេអត់តាន់ផងហើយចំពោះទី2គឺទូរស័ព្ទ Vivo ដែលចេញឲ្យ skin Idora អីច្រើនណាអ្នកគ្នាយល់ថា skin នេះគឺស្អាតហ្មងហើយ cute ទៀតជាពិសេសអ្នកគ្នាគេមានអាតុកតាគេអីគេនេះហាអ្នកគ្នាមើលឡើង cute ចំពោះការ collab មួយហ្នឹងក៏ខ្ញុំមិនដឹងថាឆ្នាំណាដែរព្រោះតែថាខ្ញុំលេអត់តាន់ដូចគ្នាអ្នកគ្នាអត់តាន់មិនតាន់ពេលហ្នឹងគឺអត់ដឹងទេព្រោះតែថាការហ្នឹងអត់ដែរចាប់អារម្មណ៍អីចឹងទៅហើយចំពោះទី3គឺការ collab គ្នាជាមួយនឹង Oppo នេះពេលហ្នឹងគេបានចេញ recall អីចឹងណាអ្នកគ្នានឹងមានការចែកទូរស័ព្ទ Oppo ផងដែរដូចជាខ្ទង់ខែ3ឆ្នាំហ្នឹងឯអ្នកគ្នាហើយ recall នេះគឺ cute សាហាវមើលអ្នកគ្នាគឺគេចែកមួយខែអីចឹងហ្នឹងហើយដូចជាមាន emote ទៀតអ្នកគ្នានិយាយថាពេលហ្នឹងគេដូចចែកទូរស័ព្ទទៀតដូចជា Oppo A5 Pro ហើយ Oppo Realme 14ហើយខ្ញុំភ្លេចបាត់ហើយអ្នកគ្នាចំពោះថ្មីនេះហា Mobile Legends នឹងមានការ collab គ្នាជាមួយនឹង Realme បាទនិយាយថាគឺ wow sick មកអ្នកគ្នាពោះ skin ដែលបានហ្នឹងគឺជាវិចសាណាណែចេញមកដំបូងគេសិតតែបោះទូរស័ព្ទបោះអីជប់លំបែងទៀតណាអ្នកគ្នាគឺស្អាតសាហាវចំពោះការ collab ហ្នឹងគឺនឹងមានការ collab ឆាប់ហ្នឹងមកអ្នកគ្នាតែ skin ហ្នឹងគឺបានចេញមកដល់ហើយនេះនិយាយថាគឺរងចាំតែថ្ងៃទេអ្នកគ្នាចំពោះទូរស័ព្ទវិញដឹងតែចែកឲ្យយើងទៀតហើយក៏ប៉ុន្តែមិនសង្ឃឹមថាបានទេក៏ប៉ុន្តែអីអ្នកគ្នាបានតែ skin ទៅគឺបានហើយនិយាយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាព្រោះតែថាខ្ញុំមិនដឹងថាមានការ collab គ្នាជាមួយនឹងទូរស័ព្ទណាទៀតទេហើយបើសិនជាអ្នកគ្នាដឹងហើយកុំភ្លេច comment ឲ្យខ្ញុំបានដឹងផងហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយបាយយ៉ា